ឧត្តមសេនីយ៍តូសេងធីរិនចាត់វិធានការប្រតិបត្តិការបង្ក្រាបបទល្មើសដឹកលីខុសច្បាប់ចំនួន30តោនក្នុងខេត្តកំពង់ធំការយប់ថ្ងៃទី3ខែតុលាឆ្នាំ2025វេលាម៉ោង 2:30 នាទីយប់ឧត្តមសេនីយ៍តូសេងធីរិនប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបបានចាត់តាំងកងកម្លាំងអង្គភាពចំនួនយោធាភូមិភាគទី5ដឹកនាំដោយវីរៈសេនីយ៍តូសវិបុលសហការជាមួយនឹងកម្លាំងតំបន់ប្រតិបត្តិការសង្ឃរងកំពង់ឆ្នាំងនិងកម្លាំងការិយាល័យទី2កងទ័ពជើងគោកចុះប្រតិបត្តិការបង្ក្រាបការជួញដូរនិងដឹកលាដោយខុសច្បាប់ចំនួន30តោនស្ថិតនៅក្នុងភូមិសាស្ត្រស្រុកស្ទងខេត្តកំពង់ធំប្រតិបត្តិការបង្ក្រាបនេះបានខាត់រថយន្តសរុបចំនួន3គ្រឿងរួមមានរថយន្ត Foso ចំណុះ5តោនផ្ទុកលាចំនួន15តោនរថយន្តកូរ៉េចំណុះ5តោនផ្ទុកលាចំនួន10តោនរថយន្តកែច្នៃផ្ទុកលាចំនួន5តោននិងអ្នកបើកបររថយន្តចំនួន3នាក់បញ្ជូនទៅមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំកសាងសំណុំរឿងទៅកាន់តុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយឡែកលះដែលខាត់បានប្រកល់ជូនមន្ត្រីជំនាញនិងកងទ័ពដឹកជញ្ជូនយកទៅចាក់ចូលក្នុងទន្លេសាបវិញឧត្តមសេនីយ៍តូសេងធីរិនបានបញ្ជាក់ថាទោះបីកងទ័ពជប់ដៃការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្តីតែដៃម្ខាងការពារទឹកដីនិងដៃម្ខាងទៀតការពារធនធានធម្មជាតិលើផ្ទៃបឹងទន្លេសាបដោយបន្តបង្ក្រាបបទល្មើសផ្សេងៗដូចជាឆាកក្តៅត្រជាក់ការរបាំងស្បៃរណបណារ៉ាវក្នុងតំបន់ព្រៃលិចទឹកនិងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗដូចជារៀងរាល់ថ្ងៃពុំមានការលើកលែងនិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីធានាបាននូវការការពារធនធានធម្មជាតិជីវៈចម្រុះលើផ្ទៃបឹងទន្លេសាបដែលជាប្រភពធនធានមច្ឆជាតិក្នុងការរួមចំណែកជួយផ្គត់ផ្គង់នូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំណែកនិងផលប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ